ពុកសម្រាប់ម៉ែជួយដល់កូនចៅផងបើធនាគារឬអូទេកូនចៅជួយចម្រោកទេរងថ្ងៃនៅតាជាមួយម្ដាយចាស់ហើយនឹងកូន2នាក់នេះហើយនៅទាំងលោកឲ្យបានតិចតួចដើម្បីចិញ្ចឹមជីវិតទេសូមឲ្យសម្ដេចពុកសម្ដេចម៉ែជួយប្រោះជីវិតកូនចៅនេះផងសូមជំរាបសួរលោកពុកអ្នកម៉ែកូនចៅមកពីកម្មចេះក្រមរស់ស៊ីនៅនឹងដល់ពេលមានកូនមកសោកូនមកសើយកប្លង់ដៃតយកទៅលុយទៅអ្នកគេឥឡូវវិញសងទៅបាត់ទៅបណ្ណាឲ្យខ្ញុំបានអ៊ីសងឥឡូវទៅអ្នកគេមករត់អូតាខ្ញុំបានអ៊ីឲ្យកូនចៅមកសុំសម្ដេចពុកជួយឲ្យកូនចៅមានចម្រោកនៅផងកូនចៅអត់មានទីពឹងជឹកគឹមលើដល់ណាទេសង្ឃឹមលើសម្ដេចពុកសម្ដេចម៉ែកូនចៅសូមអើយសម្ដេចពុកសម្ដេចម៉ែអើយកូនចៅចម្រោកផងកូនចៅក៏មានទីពឹងឯណាទៀតទេអស់មានតែខ្លួនរយថ្ងៃនៅតាមហ្នឹងគេអើយកអើយបាយអើយមុខអ៊ីទេមកពេលក្មែនតែអស់ហើយដឹកទៅរកទីពឹងឯណាមានតែសង្ឃឹមលើសម្ដេចពុកសម្ដេចម៉ែជួយតឲ្យកូនចៅនៅតែទូចដែលមានអ៊ីណាទៀតប៉ាវត្តបាត់ហើយក៏មានអុកណៅអុយមើលកូនហ្នឹងមើលបំណៅហងហើយឥឡូវទៅអ្នកគេមករឹកអូយកតែព្រឹកបំណៅខ្ញុំមានទីពឹងឯណានៅសូមឲ្យសម្ដេចពុកជួយផងសម្ដេចហើយខ្ញុំសូមលើកដៃដល់សម្ដេចពុកសូមឲ្យសម្ដេចពុកជួយផងខ្ញុំចាស់ហើយមិនក៏រយណាទៀតទេអ្នកក៏នៅសង្ឃឹមអ្នកដល់តាមទៅបានជួយកូនជួយអ៊ីមើលឲ្យកូនទៅរៀនទីហើយដល់ពេលគេយកអស់អ្នកអ៊ីទៀតអស់សូមផ្សាយវីដេអូនេះដល់សម្ដេចពុកសម្ដេចម៉ែសូមឲ្យសម្ដេចពុកសម្ដេចម៉ែជួយឲ្យកូនចៅផងកូនចៅរងភាពអយុត្តិធម៌ដោយសារគ្រួសារបានយកប្លង់ជាគេរបស់ឪពុកម្ដាយកូនចៅនេះយកទៅយកលុយធនាគារហើយគាត់អត់មានលទ្ធភាពសងគាត់ក៏ចេះពីផ្ទះគាត់ទុកបំណុលហ្នឹងមកឲ្យកូនចៅពេលនេះកូនចៅអត់មានលទ្ធភាពសងទេរយៈពេល8ខែដែលគាត់មិនសងទៅធនាគារក៏បានដាក់ពាក្យបណ្ដឹងចង់រត់អូសផ្ទះរបស់កូនចៅពេលនេះកូនចៅមានសាទីស្ពឹងលើកម្រាមដៃអត់សូមឲ្យសម្ដេចពុកសម្ដេចម៉ែសូមជួយដល់កូនចៅផងពេលនេះសូមឲ្យវីដេអូនេះបានផ្សាយដល់ថ្នាក់ដឹកនាំផងព្រោះខ្ញុំមានភាពរងអយុត្តិធម៌នៅរឿងក្តីតែខ្ញុំបានគ្រួសារខ្ញុំហ្នឹងបានសុំប្លង់ផ្ទះនេះខ្ញុំនេះទៅផ្សេងលុយនៅធនាគារពេលដែលមានបញ្ហាគាត់អត់មានលទ្ធភាពសងគាត់ក៏ចុះចេញពីផ្ទះទៅដែលຕົកបំណុលនៅធនាគារហ្នឹងទៅឲ្យខ្ញុំតាមរកតែឯងហើយខ្ញុំក៏បានដាក់ពាក្យប្តឹងលែងលះគាត់ហើយក៏ខាងសាលាដំបងក៏គាត់សិក្សាលើការតែខ្ញុំដាក់ពាក្យប្តឹងហ្នឹងគាត់គេក៏ប្រងឲ្យខ្ញុំលែងលះហើយនឹងលើឲ្យបកគលកូនឲ្យខ្ញុំកំពីមានសិទ្ធិជំនាញបានប៉ុន្តែចំណុចដែលខ្ញុំអយុត្តិធម៌គឺខ្ញុំដឹងសូមឲ្យអតីតគ្រួសារខ្ញុំហ្នឹងគាត់ចូលរួមសហការសងបំណុលធនាគារតែគាត់ចូលហ្នឹងមានក្នុងឈ្មោះខ្ញុំហ្នឹងចូលសហការគ្នាសងប៉ុន្តែខាងតុលាការគេបានច្រើនចោលនៅចំណុចដែលខ្ញុំប្តឹងស្នើសុំនេះគឺបំណុលគេទម្លាក់មកឲ្យខ្ញុំទាំងស្រុងចឹងខ្ញុំមានរងការយុត្តិធម៌នៅចំណុចហ្នឹងខ្ញុំក៏បានដាក់ពាក្យប្តឹងទៅសាលាបន្ទោសូមឲ្យថ្នាក់ដឹកនាំជួយដល់រឿងក្តីខ្ញុំនេះព្រោះអីពេលនេះខ្ញុំនៅសល់តែផ្ទះទេគឺអស់ពីខ្លួនអស់លេងហើយហើយមួយរយៈពេលពីអាទិត្យនេះក៏ខាងធនាគារគេបានចុះមកទៀតគេថាបើសិនជាខ្ញុំអត់ព្រមលក់ផ្ទះដែលស្មើនឹងបំណុលចំនួនទឹកប្រាក់
80000មុនគេដាក់ដេញថ្លៃចំនួន82000តែបើយើងអត់ព្រមលក់ជប់តើពេលនេះខាងធនាគារក៏គេបានចង់បញ្ជាក់គឺថាឥឡូវហ្នឹងគេហៅអ្នកដេញថ្លៃបានហើយទាំងហ្នឹងឥឡូវគេសូមចូលចរចាគេឲ្យខ្ញុំហ្នឹងលក់ទាំងហ្នឹងស្មើនឹងបំណុលចំនួនទឹកប្រាក់70000ជាងហ្នឹងហើយពេលនេះខ្ញុំអត់ចង់បាត់បង់ផ្ទះគេព្រោះអីខ្ញុំនៅសល់តែផ្ទះហ្នឹងមួយទៀតតែជាជំរកទុកឲ្យកូនហើយនឹងរកស៊ីដើម្បីចិញ្ចឹមជីវិតខ្លួនឯងនិងគ្រួសារម្ដាយចាស់នេះទៀតចឹងសូមឲ្យថ្នាក់ដឹកនាំសូមជួយដល់ខ្ញុំក្នុងគ្រួសារនេះផងដោយជាស្ត្រីដែលមកពីកម្ពុជាក្រោមដោយមិនដឹងពីច្បាប់ហើយរកការភាពអយុត្តិធម៌សូមថ្នាក់ដឹកនាំជួយដល់គ្រួសារនេះផងសូមអរគុណសូមអរអង្គព្រធ្វើការនៅស្ត្រីnak đặt nó vừa ở cuốn tao miền ta miền chuẩn bị nó tao tìm cuốn tìm cháu miền nào tiếp thế nhưng một căn nhà con đứng cho bác cho lọ bị thế một rô xí ban tích trơn con xong ăn trọc xong lại ta quấn nâng ở đâu vừa sao cho lúc do mình ở nên giờ tao rô xí ở đâu mình xong tao bắt tao có nhung ấy cái này kia nó ngố ta ở nhung lọc xong ôi tao làm nở chỗ người làm nở này nhưng các bạn vô bán vào rồi các má vô mà hút không cái cô chào kia nó bán này nọ nó rồi nè với những nô của mình có những chết của tao rồi với những chào rồi nè biết cô chào tao biết tao ấp lui kịp tháng cái ôi tích còn tích tao quay tao bắt ấp này ngó tích tao vô ấy trong vô tích kho cho cô nó sầm rạp tôi kiếm cô nó chắc là tao thấy bán kiaសូមអរគុណរដ្ឋាភិបាលសូមអរគុណខ្ញុំអរញ៉ាំយុទ្ធធម៌ខ្លះទៅដល់ពេលជួយបំណែកប្រពន្ធខ្ញុំទាំងអស់មែនគ្នាបានទេបានសំគេណាក់យកគេយកទៅអស់ហើយតែណាក់ប្រងទុកមេតាកូនទាំងមានស្ត្រីនេះនៅទៅសួយសំបានទេដល់តែទាំងកូនមានអត់ចង់រស់ហើយសូមអររដ្ឋាភិបាលជួយអរវាសូមអរគុណ